សូមជូនរឿងនិទានខ្មែររឿងកុំព្យូទ័រខ្មោចលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍លោកអ្នកនាងនិងប្រិយមិត្តសាជាថ្មីមកកាន់ Channel រឿងព្រេងខ្មែរជាបន្តទៀតដែលមានខ្ញុំបាទគឺជាអ្នករៀបចំនៅក្នុង Channel មួយនេះជូនប្រិយមិត្តអ្នកស្ដាប់ជារៀងរាល់គ្រប់វីដេអូទាំងអស់ហើយនៅក្នុងថ្ងៃនេះខ្ញុំបាទលើកយកនៅរឿងនិទានព្រឺព្រួចមួយទៀតដែលមានចំណងជើងថាកុំព្យូទ័រខ្មោចប្រិយមិត្តដែលចូលចិត្តចុចកុំព្យូទ័រប្រហែលជាស្ដាប់រឿងនេះហើយប្រហែលព្រឺព្រួចបាទដូចជាខ្ញុំបាទដែរកំពុងតែនៅពីមុខកុំព្យូទ័រនេះដូច្នេះចំណងថាតើរឿងនេះមានអត្ថន័យខ្លឹមសារព្រឺព្រួចយ៉ាងណាខ្លះដែរនោះក៏សូមអរគុណប្រិយមិត្តតាមដានស្ដាប់ដូចតទៅសារ៉ាត់គឺជាអ្នកចូលចិត្តលេងហ្គេមអ៊ីនធឺណិតខ្លាំងណាស់ជាពិសេសគឺហ្គេមបាញ់ប្រហារអីហ្នឹងគឺត្រូវចិត្តសារ៉ាត់តែម្ដងដោយសារតែគាត់ចូលចិត្តលេងហ្គេមអ៊ីនធឺណិតខ្លាំងពេកគាត់ក៏សម្រេចចិត្តបើកហាងហ្គេមអ៊ីនធឺណិតតែម្ដងព្រោះថាលេងហ្គេមមិនសូវអស់លុយច្រើនហើយអាចជួយសម្រាលបន្ទុកគ្រួសារគាត់បានទៀតផងគាត់បានទៅជួលផ្ទះនៅជិតនឹងថ្នល់ជាតិព្រោះជាកន្លែងស្រួលរកស៊ីពេលរៀបចំផ្ទះរួចហើយដល់ពេលល្ងាចល្មមសារ៉ាត់ក៏ទៅដេកនៅផ្ទះជួលនោះលុះព្រឹកឡើងក៏មានបុរសម្នាក់ស្លៀកពាក់អាវពណ៌ខ្មៅសុទ្ធហើយពាក់ម៉ាស់បិទមុខពេលនោះសំឡេងកណ្ដឹងផ្ទះសារ៉ាត់ក៏បានបន្លឺឡើងសារ៉ាត់ក៏ដើរទៅបើកទ្វារឲ្យបុរសនោះហើយសួរថាសួស្ដីលោកមានការអ្វីដែរបុរសនោះក៏តបទៅវិញថាលោកបើកហាងអ៊ីនធឺណិតមែនទេសារ៉ាត់ក៏តបបាទមែនហើយចុះតើលោកមានការអ្វីដែរបុរសម្នាក់នោះក៏តបថាលោកចង់ទិញកុំព្យូទ័រទេខ្ញុំលក់ឲ្យលោកនៅក្នុងតម្លៃធូរថ្លៃណាស់ព្រោះខ្ញុំនេះត្រូវការលុយខ្លាំងណាស់ដើម្បីទៅព្យាបាលជំងឺប្រពន្ធខ្ញុំសារ៉ាត់គិតមួយសន្ទុះហើយក៏និយាយថាអញ្ចឹងមិនអីទេចាំខ្ញុំជួយទិញកុំព្យូទ័រលោកចុះព្រោះខ្ញុំក៏ត្រូវការកុំព្យូទ័រសម្រាប់ហាងរបស់ខ្ញុំដែរលុះនិយាយរួចសារ៉ាត់ក៏ឲ្យបុរសនោះនៅចាំខាងក្រៅរួចចូលទៅប្ដូរខោអាវក្រោយពីប្ដូរខោអាវរួចបុរសនោះក៏បាននាំសារ៉ាត់ទៅមើលកុំព្យូទ័រទាំងអស់មានចំនួន40គ្រឿងដែលលក់នៅក្នុងតម្លៃថោកបំផុតសារ៉ាត់មើលយ៉ាងហ្មត់ចត់ឃើញថាកុំព្យូទ័រទាំងអស់នោះគ្មានអ្វីខូចខាតហើយនៅថ្មីទៀតផងសារ៉ាត់គិតក្នុងចិត្តថាយីអញចំណេញច្រើនហើយពេលនោះគាត់មិនបានសួរនាំអ្វីច្រើនទេក៏សម្រេចចិត្តទិញកុំព្យូទ័រទាំងអស់នោះតែម្ដងព្រោះវាមានតម្លៃថោកពេកស្ទើរតែមិនគួរឲ្យជឿក្រោយពីគាត់បានរៀបចំហាងអ៊ីនធឺណិតរបស់គាត់រួចហើយហាងនោះក៏ចាប់ផ្ដើមបើកដំណើរការនៅហាងរបស់គាត់មានអ្នកលេងអ៊ីនធឺណិតច្រើនណាស់មួយថ្ងៃសុទ្ធតែពេញកន្លែងតែម្ដងសារ៉ាត់បើកហាងរបស់គាត់នោះដល់យប់ប្រហែលម៉ោង2រំលងអាធ្រាត្រព្រោះមានស្ទាវលេងច្រើននៅពេលយប់នោះម៉ោងប្រហែលជា3ហើយសារ៉ាត់បានបិទភ្លើងរួចក៏ចូលដេកនៅក្នុងបន្ទប់ពេលកំពុងតែដេកលក់ស្រាប់តែមានសំឡេងបទចម្រៀងញាក់ផងនិងសំឡេងមនុស្សស្រីយំផងចេញពីកុំព្យូទ័រនៅខាងក្រៅសារ៉ាត់បានដើរទៅមើលរួចសំឡេងនោះក៏ស្ងាត់ទៅវិញគាត់ចម្លែកក្នុងចិត្តខ្លាំងណាស់ព្រោះពេលដើរទៅជិតកុំព្យូទ័រមានអារម្មណ៍ត្រជាក់ខ្លាំងមែនទែនគាត់គិតថាប្រហែលជាគាត់អស់កម្លាំងពេកហើយទើបឮសូរសំឡេងបែបនោះពេលនោះគាត់ក៏ដេកទៅវិញលុះព្រឹកឡើងគាត់ក៏បានចាប់ផ្ដើមបើកហាងដូចធម្មតានៅថ្ងៃនេះគ្មានមនុស្សសូវលេងប៉ុន្មានទេព្រោះគឺជាថ្ងៃច័ន្ទប្រហែលជាម៉ោង9គ្មានមនុស្សចូលមកហាងរបស់គាត់លេងគាត់ក៏បិទទ្វារទៅគាត់បំរុងនឹងបិទទ្វារហើយក៏មាននារីម្នាក់ស្លៀកពាក់ឆើតឆាយមុខមាត់ស្អាតបាតគួរឲ្យស្រឡាញ់ខ្លាំងណាស់ពេលគាត់ឃើញនារីនោះភ្លាមគាត់ក៏ចាប់ចិត្តលើនាងបាត់ទៅហើយនារីនោះក៏និយាយទៅកាន់គាត់ថាខ្ញុំត្រូវការលេងអ៊ីនធឺណិតតើហាងរបស់លោកបិទហើយមែនឬទេបើបិទខ្ញុំទៅរកកន្លែងផ្សេងហើយសារ៉ាត់តបទៅវិញយ៉ាងលឿនថា
ទេមិនទាន់បិទទេអ្នកនាងពួកគេទាំងពីរក៏អង្គុយលេងអ៊ីនធឺណិតទល់មកគ្នាសារ៉ាត់ចេះតែងាកទៅមើលនារីនោះរហូតដោយសារតែនាងស្អាតពេកពេលនោះគាត់ក៏បាននិយាយទៅកាន់នារីម្នាក់នោះថាអត់ទោសអ្នកនាងតើអ្នកនាងឈ្មោះអ្វីដែរទៅនារីម្នាក់នោះក៏និយាយសំឡេងយឺតមួយថាខ្ញុំឈ្មោះរីយ៉ាហើយសារ៉ាត់ក៏ចេះតែនិយាយលេងជាមួយរីយ៉ារហូតនិយាយបណ្ដើរលេងអ៊ីនធឺណិតបណ្ដើរម៉ោងមួយយប់ទៅហើយសារ៉ាត់ក៏ចេះតែងាកមើលមុខនារីម្នាក់នោះរហូតពេលនោះសំឡេងឆ្កែលូបានបន្លឺឡើងយ៉ាងខ្លាំងស្ដាប់ទៅគួរឲ្យព្រឺឆ្អឹងខ្នងធ្វើឲ្យសារ៉ាត់បាសរោមខ្ញាក់តែគេហាក់ដូចជាមិនផិតភ័យអ្វីទាំងអស់ព្រោះតែសម្រស់រីយ៉ានោះសារ៉ាត់ចេះតែលួចមើលនាងរហូតបាត់បង់ការភ័យខ្លាចអស់រលីងលុះសារ៉ាត់មើលយូរទៅស្រាប់តែធ្វើឲ្យគាត់មានការតក់ស្លុតយ៉ាងខ្លាំងព្រោះគាត់មើលទៅនារីនោះមិនឃើញមានក្បាលទេសារ៉ាត់លេបទឹកមាត់ហើយធ្វើជាមិនឃើញហើយយកដៃញីភ្នែករួចមើលម្ដងទៀតតែនៅតែមិនឃើញក្បាលនារីនោះដដែលពេលនោះខ្យល់ត្រជាក់បានបក់មកប៉ះត្រចៀករបស់សារ៉ាត់ល្វើយធ្វើឲ្យគាត់ចាប់ផ្ដើមព្រឺក្បាលឡើងពេលនោះគាត់ស្រាប់តែឮសំឡេងខ្យល់បក់ទៅវិញទៅមកនៅខាងលើពេលនោះឯងគាត់បានងើយមើលទៅខាងលើឃើញក្បាលនារីនោះហោះទៅវិញទៅមកតាមកម្លាំងខ្យល់បក់ពេលឃើញបែបនេះធ្វើឲ្យសារ៉ាត់ញ័រអស់ទាំងខ្លួនស្ទើរអង្គុយមិនជាប់នឹងកៅអីរោមពេជ្រនោះភ្លើងអគ្គិសនីក្នុងផ្ទះបានបិទអស់គាត់ក៏ឮសំឡេងនារីម្នាក់នោះស្រែកហៅថាសងកុំព្យូទ័រយើងវិញមកនៅផ្ទះសារ៉ាត់ងងឹតឈឹងមានតែពន្លឺពណ៌ខៀវហើយពន្លឺនោះគឺចេញពីក្បាលនារីម្នាក់នោះឯងសារ៉ាត់ក៏ស្រែកថាទេខ្ញុំមិនបានយកកុំព្យូទ័រអ្នកទេជួយផងនារីនោះតបទៅវិញថាទាំងអស់នេះគឺជាកុំព្យូទ័ររបស់យើងប្រហែលជា10គ្រឿងថ្ងៃមុនយើងបានបើកហាងអ៊ីនធឺណិតហាងយើងមានមនុស្សលេងរាល់ថ្ងៃមួយមនុស្សទាំងអស់ចេញពីហាងយើងអស់សល់តែយើងជាមួយនឹងបរិសម្នាក់ទេពេលនោះបរិសនោះឃើញយើងស្អាតពេកក៏ចាប់រំលោភយើងហើយកាត់ក្បាលយើងទៅដាក់ក្នុងឆ្នាំងបាយទៀតផងរួចលួចយកកុំព្យូទ័ររបស់យើងទាំងអស់ហើយយកមកលក់ឲ្យឯនេះបរិសដែលលក់ឲ្យនោះយើងសម្លាប់វាចោលតាំងពីថ្ងៃដែលលក់កុំព្យូទ័រឲ្យឯនឹងសារ៉ាត់ឮដូច្នោះអង្គុយស្ដាប់ខ្មោចស្រីនោះនិយាយទាំងញ័រដៃញ័រជើងរហូតដល់សន្លប់នៅនឹងកន្លែងឈឹងលុះព្រឹកឡើងសារ៉ាត់នៅតែមានអារម្មណ៍ភ័យខ្លាំងណាស់ក៏រត់ទៅផ្ទះឪពុកម្ដាយគេហើយនិយាយរឿងរ៉ាវទាំងអស់ទាំងទឹកមុខស្លេកស្លាំងឪពុកម្ដាយគេឮដូច្នោះក៏ជួលកង់3ដឹកកុំព្យូទ័រទាំងអស់នោះទៅឲ្យប៉ូលីសហើយក៏និយាយរឿងរ៉ាវដែលសារ៉ាត់បានជួបប្រាប់ប៉ូលីសហើយគាត់បានផ្ដាំផ្ញើប៉ូលីសទៀតថាលោកប៉ូលីសសូមលោកជួយរកគ្រួសារនារីម្នាក់នោះផងហើយប្រគល់កុំព្យូទ័រឲ្យគេវិញទៅយប់ឡើងសារ៉ាត់ក្រោកទៅបត់ជើងពេលនោះស្រាប់តែឃើញខ្មោចស្រីនោះធ្វើដំណើរមកជិតខ្លួនដោយសារតែភ័យពេកសារ៉ាត់ក៏បានស្លាប់បាត់ទៅពេលនោះខ្មោចស្រីនោះក៏និយាយម្នាក់ឯងថាទេខ្ញុំមកអរគុណលោកទេតែហេតុអ្វីក៏ទៅជាបែបនេះទៅវិញឲ្យខ្ញុំសុំទោសលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានបាទរឿងកុំព្យូទ័រខ្មោចដែលលោកអ្នកនាងនិងប្រិយមិត្តបានស្ដាប់នៅក្នុងវីដេអូនេះក៏បានឈានចូលមកដល់នាទីបញ្ចប់ទៅហើយបាទយ៉ាងណាដែរក្រោយពីលោកអ្នកនាងនិងប្រិយមិត្តបានស្ដាប់នៅរឿងនេះប្រហែលជាលោកអ្នកមានអារម្មណ៍ថាព្រឺព្រួចនិងភ័យខ្លាចបន្តិច
ពីព្រោះកុំព្យូទ័រគឺជារបស់មួយដែលយើងមានស្ទើរតែគ្រប់គ្នាទៅហើយនៅក្នុងពេលបច្ចុប្បន្ននេះក៏ប៉ុន្តែមិនថ្មីទេនេះគ្រាន់តែជារឿងនិទានមួយដែលមានលក្ខណៈរន្ធត់ព្រឺព្រួចតែប៉ុណ្ណោះដែលយើងអាចនិយាយបានថាមិនមែនជារឿងពិតនោះឡើយបាទអរគុណច្រើនលោកអ្នកនាងនិងប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅក្នុងសាច់រឿងនេះតាំងពីចំណុចចាប់ផ្ដើមរហូតមកដល់ចំណុចបញ្ចប់នៅក្នុងវីដេអូនេះអរគុណចំពោះការគាំទ្ររបស់លោកអ្នកនាងនិងប្រិយមិត្តតាំងពីដើមរៀងមកនៅរាល់គ្រប់ការធ្វើវីដេអូរបស់ខ្ញុំបាទហើយប្រសិនបើលោកអ្នកនាងដែលជាប្រិយមិត្តថ្មីចង់ទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតពី Channel រឿងព្រេងខ្មែរលោកអ្នកនាងអាចចុច Subscribe រួចចុចលើសញ្ញាកណ្ដឹងឬក៏លោកអ្នកនាងនិងប្រិយមិត្តអាចចុច Like ឬក៏ Comment ដើម្បីបញ្ចេញជាមតិយោបល់ហើយប្រសិនបើអាចលោកអ្នកនាងក៏អាចចុច Share ដើម្បីចែករំលែករឿងនេះទៅកាន់មិត្តភ័ក្តិឬក៏ប្រិយមិត្តដទៃទៀតបានស្ដាប់កំសាន្តដោយលោកអ្នកនាងនិងប្រិយមិត្តដែរជួបលោកអ្នកជាបន្តនៅក្នុងវីដេអូក្រោយៗខណៈនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលាគោរពជូនពរលោកអ្នកនាងនិងប្រិយមិត្តជួបប្រទះតែនឹងសេចក្តីសុខសុខសុវត្ថិភាពគ្រប់ពេលវេលានិងគ្រប់ក្រុមគ្រួសារ